ព័ត៌មានអន្តរជាតិ Update Today សូមស្វាគមន៍បើមិនចង់កើតមហារីកស្បែកកុំដើរហាលថ្ងៃច្រើនពេកកំពូលអ្នកកលាកាស John Cena បង្ហើបពីមូលហេតុដែលគាត់កើតមហារីកស្បែកថ្មីនេះលោក John Cena ដែលជាកំពូលអ្នកកលាកាសនិងជាតារាសម្ដែងដ៏ល្បីនៅ Hollywood បានបង្ហើបថាកាលពីប្រហែលឆ្នាំមុនគាត់ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកស្បែកហើយគាត់កើតជំងឺនេះព្រោះលោកស្ថិតនៅក្រោមកម្ដៅថ្ងៃច្រើនពេកដោយមិនបានលាបឡេការពារស្បែកប្រភពពីសារព័ត៌មាន Unilet បានបន្តថាលោក John Cena បានសារភាពយ៉ាងដូចនេះដោយបានបញ្ជាក់ថាកាលពីនៅក្មេងគាត់កម្រប្រើឡេការពារកម្ដៅថ្ងៃខ្លាំងណាស់ជាពិសេសបន្ទាប់ពីផ្លាស់ទីលំនៅមកកាន់រដ្ឋ Florida នៅពេលនោះក្នុងពេលត្រួតពិនិត្យសុខភាពគ្រូពេទ្យជំនាញខាងរោគសើស្បែកបានរកឃើញដុំមហារីកនៅលើទ្រូងរបស់គាត់នៅពេលនោះគាត់មានក្តីព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែជាសំណាងល្អដុំសាច់ត្រូវបានយកចេញដោយសុវត្ថិភាពហើយគ្រូពេទ្យរបស់គាត់បានណែនាំថាមានមនុស្សជាច្រើនអ្នកទៀតដែលមានជំងឺស្រដៀងគ្នានេះមួយឆ្នាំក្រោយមកគាត់មានដុំសាច់មហារីកនៅផ្នែកផ្សេងទៀតនៃរាងកាយដូច្នេះត្រូវទៅពេទ្យដើម្បីកាត់ចេញហើយតារាសាច់ដុំរូបនេះបានសារភាពថានៅពេលធ្វើរោគវិនិច្ឆ័យជំងឺមហារីកម្ដងគាត់មានអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំងព្រោះពេលខ្លះគាត់ធ្លាប់គិតថាគាត់ក៏អាចនឹងស្លាប់ដោយសារជំងឺនេះផងដែរយ៉ាងណាក៏ដោយដោយមានការយកចិត្តទុកដាក់ពីវិជ្ជាបណ្ឌិតជំនាញលោក John Cena បានរក្សាចិត្តស្ងប់និងបានមើលថែរក្សាសុខភាពស្បែករបស់គាត់បានយ៉ាងល្អឥឡូវនេះលោក John Cena បានជាសះស្បើយនិងអាចបន្តការងារបានជាធម្មតាឡើងវិញហើយក្នុងវិស័យកលាការរបស់លោករឿងរ៉ាវនេះគឺលោកចង់ផ្ញើសារទៅអ្នកដទៃទៀតឲ្យចេះប្រយ័ត្នខ្លួននៅពេលស្ថិតក្រោមកម្ដៅថ្ងៃហើយត្រូវតាមដានសុខភាពឲ្យបានល្អដើម្បីទទួលការព្យាបាលទាន់ពេលវេលាសំញែងសាច់ដុំមិនមើលមៀតចិនទ្រាំមិនបានធ្វើសម្ពយុទ្ធយោធាក្របពិតឆ្លើយតបចំពោះសម្ពយុទ្ធយោធារបស់តៃវ៉ាន់យោធារបស់ប្រទេសចិនបានធ្វើសម្ពយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅសមុទ្រចិនខាងកើតនៅព្រឹកថ្ងៃពុធនេះដើម្បីឆ្លើយតបទៅនឹងកោះតៃវ៉ាន់ដែលទើបនឹងធ្វើសម្ពយុទ្ធបង្អួតសមត្ថភាពយោធារបស់ខ្លួនរួចប្រភពពីសារព័ត៌មាន Reuters បានបន្តថាសម្ពយុទ្ធរបស់ចិនបានផ្ដោតលើការវាយប្រហារលើគោលដៅរួមមានដូចជាកំពង់ផែនិងរោងចក្រផលិតថាមពលប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេសម្ពយុទ្ធទាំងនេះបានធ្វើឡើងបន្ទាប់ពីចិនបានស្ដីបន្ទោសខ្លាំងឡើងទៅលើប្រធានាធិបតីតៃវ៉ាន់លោកឡៃឈីងតេដែលថែមទាំងបានហៅលោកថាជាដង្កូវក្នុងសាច់ទៀតផងម្យ៉ាងវិញទៀតសម្ពយុទ្ធបាញ់គ្រាប់ពិតនេះគឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth មកកាន់តំបន់អាស៊ីដោយពេលនោះលោកបានរិះគន់ចំទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយគ្នានេះដែរប្រធានាធិបតីតៃវ៉ាន់លោកឡៃបានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំងដែលថាតៃវ៉ាន់ជាផ្នែករបស់ចិនហើយទទូចថាមានតែប្រជាជនដែនកោះនេះប៉ុណ្ណោះដែលអាចកំណត់វាសនាតៃវ៉ាន់បានគឺបញ្ជាក់ថាសម្ពយុទ្ធយោធារបស់ចិននេះគឺជាផ្នែកមួយនៃសម្ពយុទ្ធហៅថា Strait Thunder 2025A ដែលក្នុងការវឹកហាត់នេះកងកម្លាំងជើងគោករបស់ប្រទេសចិនបានធ្វើការបាញ់សាកល្បងគ្រាប់ពិតដើម្បីបង្ហាញសាច់ដុំដាក់តៃវ៉ាន់ទន្ទឹមគ្នានេះក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថានាវាចម្បាំងចិនជាង10គ្រឿងកំពុងតែស្ថិតនៅក្នុងតំបន់ឆ្លើយតបរបស់តៃវ៉ាន់ហើយអឺរ៉ុបត្រៀមផែនការឆ្លើយតបចំពោះច្បាប់យកពន្ធរបស់ Donald Trump ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា EU មានផែនការចម្បងដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប៉ុន្តែអឺរ៉ុបក៏នៅតែសម្លឹងមើលរកការចរចាមួយផងដែរលោកស្រីប្រធានបានសម្ដែងការខកចិត្តចំពោះភាពតានតឹងពាណិជ្ជកម្មដែលកើតមានឡើងដោយបញ្ជាក់ថាអឺរ៉ុបមិនបានចាប់ផ្ដើមបញ្ហានេះមុនទេលោកស្រី von der Leyen បានសង្កត់ធ្ងន់ថា EU មានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារប្រជាជននិងផលប្រយោជន៍របស់ខ្លួនដែលក្នុងនោះបានគូបញ្ជាក់ពីទីផ្សារដ៏ធំរបស់អឺរ៉ុបនិងសមត្ថភាពក្នុងការចរចាប្រធានសហភាពអឺរ៉ុបរូបនេះបានទទួលស្គាល់ថាមានបញ្ហាពាណិជ្ជកម្មសកលជាច្រើនដែលត្រូវដោះស្រាយដូចជាការផ្ដល់ប្រាក់ឧបត្ថម្ភនិងការចូលទៅកាន់ទីផ្សារដោយមិនស្មារតីប៉ុន្តែលោកស្រីបានប្រមានថាការយកពន្ធរបស់អាមេរិកនឹងធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាមួយគ្នានេះលោកស្រីប្រធានបានចង្អុលបង្ហាញថាការយកពន្ធគយនឹងធ្វើឲ្យពលរដ្ឋអាមេរិកជួបទុក្ខលំបាកព្រោះការចំណាយលើទំនិញដូចជាគ្រឿងទេសនិងថ្នាំពេទ្យជាដើមនឹងមានការកើនឡើងថ្លៃទោះបីជា EU បើកចំហចំពោះកិច្ចចរចាយ៉ាងណាក៏ដោយប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់យ៉ាងច្បាស់ថា EU ក៏នឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ផងដែរប្រសិនបើចាំបាច់
សូមបញ្ជាក់ថាការអធិប្បាយទាំងនេះគឺស្របពេលដែលលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំរៀបចំប្រកាសពន្ធធំៗបន្ថែមទៀតរួមទាំងពន្ធ 25% លើការនាំចូលរថយន្តនិងគ្រឿងបន្លាស់ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្តរបស់អឺរ៉ុបផងដែរសូមអរគុណចំពោះការតាមដានព័ត៌មានអន្តរជាតិ Update Today